Mong chia lại mà. Mày mời mau bố cô phật phim kéo mau phim bố cô phật phim kéo chứ sao làm trong xu ta họ luôn đánh khơi nở đi học này khơi nở bên này tới vẫn không. Hello សួស្តីទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំចេញទៅកាហ្វេលើភ្នំនៅខាងខេត្តកំពតក្រុងគេឥឡូវនេះគឺគេកាត់ចូលទីក្រុងបូកូបាទអញ្ចឹងមុននឹងខ្ញុំចូលចាក់សាំងឲ្យមកពេញគឺយើងចាប់ផ្ដើមចេញដំណើរពីផ្លូវជាតិលេខ4ពួកអីខ្ញុំចេញពីពងសោមទៅឆ្ពោះទៅកាន់បូកូគឺខ្ញុំទៅដល់វារិញគឺត្រូវបត់តាមផ្លូវជាតិលេខ3អញ្ចឹងឥឡូវនេះខ្ញុំបានចូលញ៉ាំបាយពេលព្រឹកដោយសារព្រឹកមិញខ្ញុំអត់ទាន់បានញ៉ាំបាយទេជាមួយ my friend នឹងខ្ញុំនេះអញ្ចឹងគឺយើងបានសំណេះសំណាលគ្នាម៉ូតូហ្នឹងយើងត្រូវសេរីរៀបចំម៉ូតូឲ្យវារៀបរយដោយសារផ្លូវជាតិលេខ3គឺយើងដឹងស្រាប់ហើយបងប្អូនដែលធ្វើដំណើរតាមផ្លូវជាតិលេខ3គឺផ្លូវអត់ទាន់បានធ្វើចាក់កស៊ូចាក់អីទេគឺនៅចាក់គ្រោះនៅមានដុំថ្មមានអីធំអញ្ចឹងគឺម៉ូតូក៏យើងត្រូវមើលកង់មើលចង្វាក់មើលអីឲ្យត្រឹមត្រូវអញ្ចឹងខ្ញុំក៏រៀបចំញ៉ាំបាយគឺខ្ញុំញ៉ាំបាយបងប្អូនបាទបន្ទាប់ពីញ៉ាំបាយមកគឺយើងចូលដល់ផ្លូវជាតិលេខ3គឺផ្លូវនេះគឺខ្ញុំហៅថាផ្លូវមរណៈប៉ុន្តែផុតពីផ្លូវមរណៈនេះទៅគឺ so beautiful because ទេសភាពវានិយាយថាគ្មានអ្វីប្រៀបផ្ទឹមប្រមាណគឺខ្ញុំជិះម្ដងនេះខ្ញុំថតទេសភាពចាប់ផ្ដើមអំណោយផលមកបដាហើយគឺខ្ញុំជិះបដាគឺខ្ញុំឈៀលជាមួយនឹងទេសភាពភ្នំដែលយើងមើលឃើញទៅលំសហ្នឹងមកខ្ញុំព្យាយាមថត footage ឲ្យបានច្រើនដើម្បីដាក់ចែកជូនបងប្អូនទស្សនាអញ្ចឹងបដានេះគឺខ្ញុំមកដាក់កាមេរ៉ាមកគឺថតអាលាក់ផ្លូវគឺវាលាក់ខ្លាំងមែនតើខ្ញុំជិះកិច្ចក្លុកបន្ទាប់ពីយើងជិះកិច្ចក្លុកមកជាយូរមកគឺមិនទាន់ផុតទេបាទបងប្អូនទាំងអស់គ្នាព្យាយាមមើលព្យាយាមតាមដានពួកវីដេអូនេះគឺខ្ញុំថតច្រើនហើយខ្ញុំដាក់ក៏វាច្រើនហើយខ្ញុំមិនចង់កាត់វាចេញឥឡូវនេះគឺខ្ញុំមកដល់ផ្លូវកស៊ូហើយខ្ញុំជិះផុតមកដល់ផ្លូវកស៊ូនេះគឺចិត្តដល់ផ្លូវចូលបូកូហើយបងប្អូនតែមើលទេសភាពបដាទៅគឺខ្ញុំថតរហូតថតតាមផ្លូវគឺខ្ញុំថតជាមថតរហូតដើម្បីបានវីដេអូទៅឲ្យវាវែងហើយមើលតាមជួរភ្នំទៅគឺវាស្អាតបានខ្ញុំថតដាក់វាមកអញ្ចឹងខ្ញុំជិះមកចាំដល់កន្លែងផ្លូវចូលកាត់ចូលផ្លូវចូលយកតែម្ដងឥឡូវនេះគឺដល់ផ្លូវចូលហើយបាទគឺខ្ញុំឈប់មុខបដៃបាត់ជើងគឺយើង up to the mountain let's go guys ខ្ញុំឡើងមកដល់ភ្នំនេះខ្ញុំខានមករៀងយូរដែរខ្ទង់ជា 4-5 ឆ្នាំហើយតាំងពីមុនមកតែដល់ពីមុនមកខ្ញុំឡើងអត់ដែលមានឃើញស្វាទេតែដល់ពេលលើកនេះខ្ញុំឡើងមកមានឃើញស្វាហើយស្វាវាធំទៀតស្វានេះខ្ញុំអត់ដែលឃើញទេខ្ញុំថាជាលើកទី1ក្នុងឆាកជីវិតដែលឃើញស្វានេះក៏បានដែរបាទជូតទៀតណាមុខរៀងខ្ញុំដែរឥឡូវនេះគឺយើងបានមកដល់កាក់ខ្វេហើយបងប្អូននិយាយថាទេសភាពគឺចាយមិនអត់ទេ stress ទាំងមួយហ្នឹងគឺយើងចាយពេលនេះមកឈៀលហើយដល់មកឈៀលហើយមកឈៀលហើយមកម៉ែមើលmau bố cô phật phê một kéo mau phê bố cô phật phê một kéo hay duyên trái nè chứ sao lòng
ចង់សួរថាខ្លួនឯងឃើញនៅនេះខ្លួនឯងឃើញនៅបើនៅទៅយើងខំប្រឹងបន្តស្វែងរកខ្លួនឯងទៀតយេជាបន្ទាប់ពីខ្ញុំបានចាយជាមួយនឹងការ stress របស់ខ្ញុំហើយគឺខ្ញុំថត footage តិចតួចដើម្បីដាក់ចូលក្នុងវីដេអូបងប្អូនខ្ញុំក៏បានអង្គុយនិយាយភាសាគ្នាដោយសារមិត្តភ័ក្ដិខ្ញុំខានបានជួបគ្នារាប់ខែដែរបងប្អូនអញ្ចឹងយើងអង្គុយនិយាយគ្នាធ្វើកាយវិការចេះចោះនៅក្នុងដុកហ្នឹងវាមិនចូលទៅពីយើងនិយាយគ្នាគឺយើងដល់ម៉ោងរៀបចេញមកផ្ទះវិញហើយអញ្ចឹងគឺវីដេអូខ្ញុំគឺបានចប់ត្រឹមតែប៉ុណ្ណេះរងចាំទស្សនានៃភាគបន្តសូមអរគុណបងប្អូនកុំភ្លេច like share មួយផង subscribe channel YouTube របស់ខ្ញុំមួយផង Thank you